hạt ấy ban của bạn luôn bật phim mẹ chả là phải để chui bút xem mẹ á nhưng cái thà bông ôn sẽ trai để quạt câu từ bố và quạt chị đòn nghề tại sao mẹ lại quạt thlo xem mẹ câu hết quạt bọc quạt chị đòn chả không niêm nhung chị kêu bay bạn nè hai có thóc chứ sẽ trai xem mẹ câu này chắc nhung nó phèo tham mua là hai ấy ban của bay bật phim hai ở thời phơ mất là phải để của bạn luôn bật cô đau để của bạn bật phim mẹ chả cứ đầm bay banประมาณ Ampika បើកមាត់ស្បូនកម្រាស់នៃស្បូនទម្រង់ក្បាលរបស់កូនឬមួយក៏ទំហំអាងតាគៀរបស់ស្ត្រីចាជាទូទៅនៅពេលដែលបងប្អូនទៅចូលចំពោះសម្រាប់គ្រូពេទ្យនឹងលោកពិនិត្យមើលឲ្យទ្វាមានដល់ព្រមរៀបដៃតែ2ទេចាអញ្ចឹងនៅពេលដែលពេទ្យលោកពិនិត្យទៅគាត់អាចបានប្រមាណមើលបានហើយថាឥឡូវស្បូនបើកបានប៉ុន្មានហើយនឹងកើតបានពេលណាឬមួយក៏អាងតាគៀគាត់មិនដែរមាត់ស្បូនស្ដើងល្អអត់អាចឈឺលឿនឈឺយឺតឬមួយក៏យ៉ាងម៉េចចាគ្រូពេទ្យគាត់អាចនឹងដឹងនឹងប្រាប់យើងក្នុងពេលហ្នឹងបានចាអញ្ចឹងក្នុងនាមយើងជាអ្នកដែលត្រូវគេពិនិត្យហ្នឹងហើយយើងគួរត្រៀមខ្លួនដើម្បីម៉េចអញ្ចឹងបងប្អូនកុំមានការភ័យឬមួយក៏កុំមានការអៀនខ្មាស់ឲ្យសោះចាការដែលយើងធ្វើហ្នឹងគឺជារឿងដែលត្រឹមត្រូវគឺជាអ្វីដែលគ្រូពេទ្យត្រូវតែធ្វើដើម្បីឲ្យដឹងបានប្រមាណអញ្ចឹងទៅអញ្ចឹងកុំមានការភ័យខ្លាចឬមួយក៏មានការអៀនខ្មាស់ចំពោះគ្រូពេទ្យអីចាយើងគ្រាន់តែព្យាយាមសម្រាប់នៅលើក្រែនៅពេលដែលពេទ្យហៅឡើងទៅលើក្រែព្យាយាមសម្រាប់នៅលើក្រែឲ្យស្រួលដកដង្ហើមឲ្យស្រួលចាហើយដាក់ស្ថានភាពខ្លួនតាមអ្វីដែលគ្រូពេទ្យប្រាប់ដេកបញ្ចូលជង្គង់ហើយកុំប្រអោបជើងចាខ្ញុំឃើញបងប្អូនស្ត្រីភាគច្រើនដែលគាត់កូនដំបូងមិនថាដំបូងឬមួយក៏ទី2ទី3នៅពេលដែលគាត់ដែលគ្រូពេទ្យប្រាប់ថាជាពិសេសខ្ញុំជួបខ្លួនឯងមកពេលពេទ្យប្រាប់ថាឥឡូវរីកុំប្រឹងសម្រាប់បងអាចដាក់ជើងអីឲ្យកុំឲ្យក្តិបគិតព្រមជង្គង់អញ្ចឹងគាត់ព្រមពឹបឆាព្រមហ្នឹងការដែលយើងលោកពិនិត្យទៅគឺនឹងធ្វើឲ្យគាត់មានការឈឺចាប់ពីព្រោះនៅពេលរួមសាច់ដុំរបស់យើងគឺនឹងរឹងអញ្ចឹងពេលគ្រូពេទ្យបខំលោកចូលទៀតគឺនឹងធ្វើឲ្យមានការឈឺចាប់អញ្ចឹងកុំប្រឹងព្យាយាមដកដង្ហើមចេញចូលឲ្យវែងហើយកថាជើងឲ្យអស់កុំឲ្យផងជិបកពួនកជង្គង់ចូលគ្នាចាអញ្ចឹងនៅពេលដែលបងប្អូនមិនប្រាំងបងប្អូនសម្រាប់គ្រូពេទ្យពិនិត្យតែមួយផ្លែតគឺហើយអញ្ចឹងអត់នឹងមានការឈឺចាប់ទេបើសិនជាបងប្អូនព្យាយាមប្រឹងនៅពេលដែលគ្រូពេទ្យពិនិត្យម្ដងនោះគឺនឹងអាចមានការឈឺចាប់អ៊ូលអីតិចតួចអញ្ចឹងទៅចាអញ្ចឹងក្នុងវីដេអូនេះខ្ញុំប្រាប់ឲ្យថាមូលហេតុអីបានគ្រូពេទ្យគាត់ពិនិត្យហើយយើងគួរត្រៀមខ្លួនបែបម៉េចចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចិត្តសម្រាប់ឬមួយគាត់ត្រៀមខ្លួនក្នុងការសម្រាប់អាចខមមិននៅក្នុងវីដេអូនឹងបានថាមិនដែរអារម្មណ៍ភ័យអត់ចាកំភ័យអីណាចិត្តបានឃើញមុខកូនណាយអ្នកដែលធៀមសម្រាប់ទាំងអស់គ្នាលើកទឹកចិត្តឲ្យសម្រួលអារម្មណ៍ដកដង្ហើមនិងគិតអីវិជ្ជមានកុំគិតអីដែលអវិជ្ជមានហើយក៏អាចខមមិនចែករំលែកអារម្មណ៍សម្រាប់បងប្អូនដែលធ្លាប់សម្រាប់កូនហើយនៅក្នុងខមមិនដើម្បីឲ្យបងប្អូនដែលគាត់អត់ធ្លាប់សម្រាប់ឬមួយក៏គាត់អត់ធ្លាប់ដឹងគាត់អាចដឹងពីអារម្មណ៍នឹងបានហើយលើកទឹកចិត្តឲ្យជួយ share មួយសម្រាប់បងប្អូនផ្សេងទៀតដែលគាត់ដឹងហើយជួយ subscribe channel YouTube របស់ខ្ញុំមួយដើម្បីទទួលបានព័ត៌មានទាក់ទងទៅនឹងការថែទាំទីពោះថែទាំរួចឬមួយក៏ថែទាំសុខភាពទាក់ទងនឹងជួបអាយវិទ្យាកណនានាចាអញ្ចឹងជួយ subscribe ម្នាក់មួយទៅណាកុំឲ្យរំលងវីដេអូផ្សេងទៀតដែលខ្ញុំ upload ទៅរាល់ថ្ងៃណាអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយ